នេះ alright ថ្ងៃនេះគឺយើងនិយាយតាក់ទងជាមួយនឹងបរិមម្នាក់ដែលគាត់បានអាងថាគាត់ទទួលបានសារពីព្រះនៅក្នុងការមកសាងសង់នៅទូកដើម្បីដាក់មនុស្សព្រោះថានៅពេលខាងមុខហ្នឹងគឺគេបានឲ្យដំណឹងមកគាត់ថាអាចនឹងមាននៅការលិចទឹកដ៏ធំមួយដែលអាចប៉ះពាល់ទៅដល់ជីវិតរបស់មនុស្សបានអញ្ចឹងគាត់ក៏សម្រេចចិត្តសាងសង់នៅទូកច្រើនមែនតើដូចជារហូតដល់ទៅ10ទូកឯណោះដើម្បីដាក់មនុស្សមកផែនដីមិនមែនមកផែនដីទេគ្រាន់តែអានេះវាជាអីដែលគាត់គិតណាគាត់ចង់ដាក់មនុស្សឲ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីជួយសង្គ្រោះជីវិតមនុស្សទាំងអស់ហ្នឹងយ៉ាស្ដាប់មើលទៅរៀងប្លែកខ្ញុំសម្បីខ្ញុំក៏គិតថាប្លែកដែរបើនិយាយទៅវាជាមួយតាមមនុស្សធម្មតាដូចយើងអីហ្នឹងគឺគិតអត់ដល់ទេព្រោះថាអីដែលគាត់គិតហ្នឹងគឺគាត់គិតថាផែនដីរបស់យើងអាចនឹងមានការលិចទឹកលិចកម្ពស់10ម៉ែត្រដែលធ្វើឲ្យតែសម្បែងអីផ្សេងៗគឺលិចខ្ទេយអស់អញ្ចឹងទៅចាឲ្យគាត់ក៏សម្រេចចិត្ត build ឬមួយក៏សាងសង់នៅទូកដើម្បីដាក់មនុស្សកុំឲ្យមនុស្សផុតពូជចេញពីផែនដីរបស់យើងអញ្ចឹងចង់ដឹងថាគាត់យើងអាគេតោះឥឡូវនេះខិតមកចិត្តមកយើងទៅនិយាយពីគាត់ទាំងអស់គ្នានិយាយដើមគាត់ហ្មងតោះអញ្ចឹងសម្រាប់ឈ្មោះរបស់គាត់គឺមានឈ្មោះថា Ibo Noah yes Ibo Noah សូមហៅគាត់ថា Noah ហ្មងទៅងាយស្រួលក្នុងការហៅតាមពិតទៅគាត់គឺជាមនុស្សធម្មតាដូចតែគេដូចតែឯងដែរទេគ្រាន់ថាជំនឿរបស់គាត់គឺគាត់ជឿថាមានព្រះមកប្រាប់ដំណឹងផ្ដល់ដំណឹងឲ្យគាត់ថានៅថ្ងៃខាងមុខដូចជាពេលហ្នឹងគឺគាត់លើកឡើងមកថាថ្ងៃទី25ដែលចំនឹងថ្ងៃ Christmas ផ្ទាល់តែម្ដងនឹងមាននៅ flooding massive flooding ឬមួយក៏ការលិចទឹកដ៏ធំមួយនៅលើផែនដីរបស់យើងដោយសារតែបែបហ្នឹងហើយគាត់ក៏សម្រេចចិត្តនៅក្នុងការសាងសង់នៅទូកធំជាច្រើនដើម្បីផ្ទុកមនុស្សនៅក្នុងហ្នឹងដល់ពេលដែលលិចទឹកទៅគឺទូកហ្នឹងអាចជួយសង្គ្រោះទៅដល់ជីវិតមនុស្សទាំងអស់ហ្នឹងបានតាមពិតទៅសម្រាប់ខ្ញុំមិនអត់ជឿទៅលើរឿងមួយហ្នឹងទេគ្រាន់ថាមនុស្សម្នាក់ៗគឺគេមានជំនឿផ្សេងគ្នាដោយគាត់ជឿថាថ្ងៃខាងមុខគឺមាននៅទឹកលិចដ៏ធំមួយអញ្ចឹងទៅយើងជឿទៅលើផ្សេងអញ្ចឹងគាត់ជឿទៅលើរឿងផ្សេងវាជាអីដែលគាត់គិតវាជាសិទ្ធិរបស់គាត់អញ្ចឹងយើងអាចទៅ blame យើងអាចទៅបន្ទោសគាត់ថាអូមិនបានគាត់គិតបែបហ្នឹងបានទេវាជាសិទ្ធិរបស់គាត់នៅក្នុងការជឿទៅលើអីមួយអញ្ចឹងទៅប៉ុន្តែគ្រាន់តែថាការជឿរបស់គាត់ហ្នឹងវាមើលទៅវាដូចជាអត់សូវសមហេតុផលមកឥឡូវនេះនិយាយពីទូកដែលគាត់បានសាងសង់វិញទូកហ្នឹងគឺធំមែនតើខ្ពស់ខ្លាំងមែនតើបើយើងប្រៀបធៀបទៅមនុស្សទៅដូចគាត់មួយដែលខ្ញុំបានដាក់រូបភាពនៅខាងលើនេះគឺគាត់ឡើងទៅមើលទៅនៅក្នុងមួយទូកហ្នឹងអាចដាក់បានពី20ទៅ50នាក់ដែរតាមខ្ញុំមើលលេងទៅហើយវាធំខ្លាំងមែនតើសម្រាប់ដាក់មនុស្សនៅខាងក្នុងហ្នឹងតាម report មកគឺគេបានលើកឡើងមកថាទូកដែលគាត់បានសាងសង់ហ្នឹងគឺដូចជាគម្រោងរបស់គាត់គឺគាត់ចង់សាងសង់ឲ្យបានច្រើនតាមអាចធ្វើទៅបានក៏ប៉ុន្តែដោយសារតែពេលវេលាហ្នឹងដូចជាមុនថ្ងៃបន្តិចប្រហែលថ្ងៃប្រហែលសប្តាហ៍មុន Christmas មុនថ្ងៃដែលគេលើកឡើងមកថាមានការលិចទឹកណាគឺអញ្ចឹងគាត់អត់សូវមានពេលនៅក្នុងការសាងសង់ទូកទាំងអស់ហ្នឹងទេប៉ុន្តែដូចជាមកដល់ពេល Christmas ហ្នឹងគឺគេលើកឡើងមកថាគាត់អាចសាងសង់បានរហូតដល់ទៅ10ទូកឯណោះ yes 10ទូកសម្រាប់ផ្ទុកមនុស្សនៅខាងក្នុងហ្នឹងវាច្រើនគួរសមដែរហើយទៅយើងក៏ appreciate យើងក៏សរសើរជាមួយនឹងការខិតខំប្រឹងប្រែងរបស់គាត់ដែរព្រោះថាគាត់សាងសង់ទូកហ្នឹងគឺសាងសង់ម្នាក់ឯងជាមួយក្រុមការងាររបស់គាត់ផ្សេងៗហ្នឹងរើឈើរើអីមកដាក់ដើម្បីសាងសង់ទូកទាំងអស់ហ្នឹងរហូតដល់10ទូកហើយទូកទាំងអស់ហ្នឹងគឺគាត់អត់យកលុយទេអត់យក ticket អត់យកលុយសម្រាប់ឲ្យមនុស្សចូលទេគឺឲ្យអ្នកដែលពួកគាត់មកហ្នឹងគឺចូលទៅនៅក្នុងហ្នឹងទៅរហូតដល់ថ្ងៃទី25 yes ថ្ងៃទី25ដែលគាត់ជឿថានឹងមានការលិចទឹកដ៏ធំមួយ massive flooding នៅលើផែនដីរបស់យើងហ្នឹងហើយសួរថាមានពីណាគេមកនៅកន្លែងទូករបស់គាត់តែគាត់បានសាងសង់ហ្នឹងអត់ well គឺមានមនុស្សមកច្រើនខ្លាំងមែនតើខ្ញុំក៏នឹកស្មារតីដែរមានមនុស្សនៅក្នុងប្រទេសផងមានមនុស្សនៅក្រៅប្រទេសផងដែលមកចូលមកខាងក្នុងទូកហ្នឹងដោយតាមបានឃើញនៅលើរូបភាពហ្នឹងអញ្ចឹងគឺសិតតែ special guest របស់គាត់ដែលគាត់មកនៅក្នុងទូកហ្នឹងទាំងអស់សិតតែអ្នកដែលគេជឿទៅលើអីដែលគាត់បាននិយាយទាំងអស់ alright ក្រោយរងចាំនៅលើទូកហ្នឹងដូចជាតាំងពីព្រឹកទៅដល់យប់មកសួរតើមានអីកាត់ឡើងអត់មាន massive flooding មានការលិចទឹកលើផែនដីរបស់យើងនឹងមួយក៏អត់ well អត់មានទេសូម្បីតែទឹកភ្លៀងម៉ាត់ដំណក់ហ្នឹងក៏អត់មានដែរអញ្ចឹងវាអត់ដូចអីដែលគាត់បាននិយាយទេថ្ងៃទី25ថ្ងៃ Christmas ហ្នឹងគឺអត់មានការលិចទឹកអត់មាន massive flooding ដូចអីដែលគាត់បានលើកឡើងមកទេ so មនុស្សទាំងអស់ក៏គេវិលត្រឡប់ទៅផ្ទះសម្បែងរបស់គេវិញអញ្ចឹងទៅនៅក្នុងហ្នឹងអីដែលខ្ញុំចង់និយាយគឺថាក៏មានអ្នកដែលពួកគាត់រស់នៅម្ដងកន្លែងដែលគាត់បានសាងសង់នៅទូកហ្នឹងគេក៏បាន expose គេក៏បានលក្ខណៈថាលើកឡើងតាក់ទងជាមួយនឹងរឿងនៃការសាងសង់ទូកហ្នឹងថាគាត់មិនមែនជាអ្នកសាងសង់ទេ Noah ហ្នឹងគាត់មិនបានសាងសង់ទូកទាំងអស់ហ្នឹងទេអីដែលគាត់ធ្វើហ្នឹងគឺដើម្បីតែ view ដើម្បីតែ like ដើម្បីតែឲ្យគាត់ល្បីហ្នឹងឯងហើយទូកដែលគាត់ដែលយើងបានឃើញហ្នឹងគឺជាទូកនេសាទរបស់អ្នកនេសាទនៅក្បែរហ្នឹងអញ្ចឹងគាត់អត់បានសាងសង់អីទេនេះវាជាអីដែលគេលើកឡើងអ្នកដែលគាត់នៅក្បែរហ្នឹងគេលើកឡើងអីចឹងទៅហើយសួរតាខ្ញុំដឹងឬក៏អត់ខ្ញុំក៏និយាយតាមអីដែលគេបានលើកឡើងយ៉ាងទៅមួយទៀតអីដែលធ្វើឲ្យខ្ញុំ shock ខ្លាំងមែនតើហ្មងថ្ងៃទី25ហ្នឹងគឺបាត់ Noah ឆឹងយកហ្មងហើយសួរតា Noah ហ្នឹងគាត់ទៅណា well នេះគឺថាគាត់ទៅ perform នៅ concert សម្ដែងនៅលើ stage បាទអូយមើលទៅគឺ OG ហ្មង OG Noah ប្រោយបាទលយខ្លាំងមែនតើមាន fan របស់គាត់ឈៀលសបាយយល់សបាយប្រោយអ្នកដែលគេរងចាំនៅលើទូកហ្នឹងក៏រងចាំទៅគាត់នោះទៅ perform នៅលើ stage ទៅអីដែលខ្ញុំនឹកស្មានដល់ទៀតគឺថាឡានដែលគាត់ជិះហ្នឹងឡានដែលគាត់ជិះវាយសិតតែ Mercedes បាទអូចេញមកគឺ
lôi mô như nó cool mô chẳng miên mong